Hello សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel MVI សម្រាប់រឿងនេះថ្ងៃនេះគឺចឹងមកបន្តពីទី49នៃរឿងព្រះរាជទានព្រះបរមបន្តអូខេហ្នឹងហើយបងប្អូនសូមលោកខានពេលបន្តិចណាបងប្អូនសូមអរគុណទៅកាន់បងប្អូនយើងទាំងអស់គ្នាដែលបានជួយ admin support admin តាមរយៈ QR code គឺជាបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូរបស់ admin នៅក្នុង YouTube ផងដែរអញ្ចឹង admin គឺមានតែអរគុណទៅកាន់បងប្អូនទាំងអស់គ្នាខ្លាំងមែនតើដែលបានជួយ support និងគាំទ្រ admin កន្លងមកចង់ប្រាប់បងប្អូនថារឿងព្រះរាជទានព្រះបរម admin នឹងធ្វើការផុសចូលនៅក្នុង YouTube បន្តមករយៈពេល 3-4-5 ម៉ោងក្រោយ admin នឹងលុបចេញហើយនឹងផុសចូលនៅក្នុង channel Telegram បន្តវិញអញ្ចឹង admin គឺសូមប្រាប់បងប្អូនដែលមើលក្រោយៗដែលមើលមិនទាន់អញ្ចឹងណាបងប្អូនអាចចូលមើលនៅក្នុង group Telegram របស់ admin បានដំណោលេងបងប្អូនអាច check មើលនៅក្នុង channel នឹងបានឃើញហើយជាពិសេសទៀតបងប្អូនអញ្ចឹងដែលចង់ support admin បងប្អូនអាច support តាមរយៈ QR code នេះបានណាបងប្អូន admin មានតែពីអរគុណទៅកាន់បងប្អូនទុកជាមុននោះទេដោយអ្វីដែល admin បាននិយាយម្ដងហើយម្ដងទៀតអញ្ចឹង admin ខ្លាចថាក្រុមហ៊ុនគេ report វីដេអូ admin ខូច channel ទៀតអញ្ចឹង admin នឹងធ្វើការលុបចេញហើយនឹងផុសចូលនៅក្នុង group Telegram អញ្ចឹងគឺសូមអធិស្ឋានទៅកាន់បងប្អូនខ្លាំងមែនតើចំពោះ admin ក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនណាស់បងប្អូនយើងចូលទៅតាមដានទស្សនាសាច់រឿងរបស់យើងបន្ត